បន្តតាមដានកិច្ចការងារនៅអាខាងក្រសួងអភិវឌ្ឍជនបទវិញឯកឧត្តមឆៃរតិសែនដែលជារដ្ឋមន្ត្រីបានទទួលជួបពិភាក្សាជាមួយនឹងលោក Thomas Lama ដែលជាភារៈធារីស្ដីទីបាទនៃស្ថានទូតលុចសំបួរប្រចាំនៅឯប្រទេសឡាវទទួលបន្ទុកកិច្ចការសហប្រតិបត្តិការអភិវឌ្ឍសម្រាប់ប្រទេសកម្ពុជាដែលក្នុងជំនួបនោះបាទក៏បានខាងប្រទេសលុចសំបួរនឹងមានការសន្យាក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍជនបទនៅក្នុងប្រទេសកម្ពុជាឯកឧត្តមឆៃរតិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទបានជម្រាបជូនលោកភារៈធារីស្ដីទីលុចសំបួរអំពីការអភិវឌ្ឍប្រទេសក្រោមមលុបសន្តិភាពក្រោមការដឹកនាំដ៏ឆ្លៀសវៃនិងត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេនាបតីជប៉ុនហ៊ុនសែនបិតាសន្តិភាពនៃកម្ពុជាអតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានិងក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាតាមរយៈការដាក់ចេញនៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1សម្ដៅសម្រេចឲ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ2050ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីបានបន្តលើកឡើងអំពីសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមករបស់ក្រសួងអភិវឌ្ឍជនបទតាមរយៈចក្ខុវិស័យកសាងសង្គមជនបទកម្ពុជាឲ្យមានវិបុលភាពប្រកបដោយបរិយាបន្នសមធម៌និងចីរភាពស្របតាមគោលនយោបាយជាតិស្តីអំពីការអភិវឌ្ឍជនបទឆ្នាំ2025-2035ដែលបានដាក់ចេញនៅកម្មវិធីអាទិភាពចំនួន5ផងដែរលោកភារៈធារីស្ដីទីបានសម្ដែងនៅការអបអរសាទរនិងវាតម្លៃខ្ពស់ចំពោះការអភិវឌ្ឍក្នុងសន្ទុះមួយដ៏លឿនរបស់កម្ពុជាដែលលោកបានលើកឡើងអំពីការចាប់ផ្ដើមធ្វើទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលលុចសំបួរនិងរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមកហើយជំនួបនាពេលនេះគឺជាការបន្តធ្វើទំនាក់ទំនងក្នុងកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀតលោកភារៈធារីស្ដីទីបានបន្តលើកឡើងទៀតថាការអភិវឌ្ឍនៅតំបន់ជនបទពិតជាមានសារៈសំខាន់ដូចនេះលុចសំបួរនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍជនបទនៅក្នុងប្រទេសកម្ពុជាលោកភារៈធារីស្ដីទីបានស្នើឲ្យមានការសិក្សាលទ្ធភាពក្នុងការអនុវត្តគម្រោងរួមគ្នានាថ្ងៃអនាគតដោយទីភ្នាក់ងារអភិវឌ្ឍលុចសំបួរសហការជាមួយនឹងមន្ត្រីបច្ចេកទេសនៃក្រសួងអភិវឌ្ឍជនបទ